ប៉ុន្តែខ្មែរគ្នាឯងនេះគឺនៅចិញ្ចឹមចិត្តចង់ពៀគ្នាឯងអត់ឈប់ដែរមកដល់ម៉ោងនេះយើងឃើញសកម្មជនចលនាមេដាធម្មជាតិទាំង5នាក់ដែលគ្នាជាប់គុកជាង600ថ្ងៃហើយបងប្អូនជាង600ថ្ងៃបងប្អូនដឹងបាត់ល្មើសរបស់ពួកគាត់រឿងអីទេគឺតស៊ូមតិដើម្បីឲ្យកែប្រែបរិស្ថានតស៊ូមតិដើម្បីឲ្យកុំលុបបឹងតស៊ូមតិដើម្បីកុំឲ្យមានអំពើពុករលួយផ្នែកកាយខ្សាច់តស៊ូមតិដើម្បីទប់កុំឲ្យគេជីកព្រែកជីកធ្វើប្រព័ន្ធណែវារីអគ្គិសនីដែលធ្វើឲ្យបំផ្លិចបំផ្លាញធនធានធម្មជាតិដោយសារអំពើពុករលួយតស៊ូមតិដើម្បីកុំឲ្យគេលុបបឹងតមុកតស៊ូមតិដើម្បីកុំឲ្យគេលក់អាកាសកងក្រៅនឹងទៅក្រុមហ៊ុនឯកជនតស៊ូមតិដើម្បីថែរក្សាការពារឆ្នេរសមុទ្រខ្មែរដើម្បីឲ្យខ្មែរទាំង7-10លានអ្នកបានអាស្រ័យផលអ្វីដែលជាការតស៊ូមតិរបស់គាត់នឹងជាសារអីមួយចំនួនហ្នឹងគឺត្រូវជាញុះញង់ប្រមាថព្រះមហាក្សត្រឬគ្រប់យ៉ាងហើយជាពួកឧទាមបដិវត្តពណ៌អីចឹងទៅនេះហើយគឺជាទោសរបស់ពួកគាត់ហើយសុទ្ធតែក្មេងៗដែលសុទ្ធតែវ័យសម្រាប់ក្រេបជញ្ជក់ចំណេះដឹងដែលយកមកជួយកសាងជាតិហើយអ្វីដែលពួកគាត់ធ្វើដែលគួរឲ្យកត់សម្គាល់ក្រុមចលនាមេដាធម្មជាតិនេះធ្វើការអត់បានប្រាក់ខែសូម្បីតែ$1ពីរដ្ឋាភិបាលឬក៏ញើសឈាមរបស់ប្រជាពលរដ្ឋខ្មែរលុយដែលពួកគាត់ធ្វើដើម្បីជួយប្រទេសកម្ពុជានេះគឺបានពីជំនួយសប្បុរសឬក៏ជំនួយឧបត្ថម្ភថវិកាពីអង្គការសង្គមស៊ីវិលផ្សេងនៅក្រៅប្រទេសឯណោះដែលគេត្រូវការជួយផ្ទឹកទៅដើម្បីផ្តក់ទៅដើម្បីឲ្យពួកគាត់បានជួយការងារប្រទេសជាអ្នកស្ម័គ្រចិត្តសុទ្ធសាធអត់មានអត់បានលុយអីមួយរៀលហើយបើថុយប្រឋានជីវិតគ្រួសារសុវត្ថិភាពបែកព្រាត់ប្រាស់កូនចៅអីដើម្បីតែកិច្ចការសង្គមវាត្រូវជាជាប់គុកទាំងអស់ទៅវិញណោះបើអ្នកដែលនៅបានរស់រៀនមានជីវិតហើយនៅស្រែកកោកដែលបានក្បាលមីក្រូគ្រប់គ្នានឹងស្រេចជេរបចោគ្នាដោយស្រាតសពុតចឹងសើខុសសនឹករបស់គណៈបកកណ្ដាលអំណាចនៅរដ្ឋាភិបាលនឹងជេរប្រសាច់ណាពេញបណ្ដាញសង្គមអត់ដែលជាប់គុកទេហើយតែចង់ជេរប៉ាតណាក៏បានដែរប៉ុន្តែដល់គេធ្វើអញ្ចេះជាប់គុកអាហ្នឹងឯងវារកម្មចិត្តហើយតែពេលយើងនិយាយទៅថាយើងនឹងនិយាយរិះគន់ផ្កាប់មុខអត់មានមើលចំណុចល្អរបស់រដ្ឋាភិបាលអីអញ្ចឹងបាទឥឡូវយកទៅពិចារណាខ្លួនឯងទៅរដ្ឋាភិបាលយើងត្រូវឥតខ្ចោះបាទគឺត្រូវគ្រប់ចំណុចតឡាការបដិសេធតឡាការកម្ពុជាបដិសេធសំណើសុំដោះលែងសកម្មជនចលនាមេដាធម្មជាតិទាំង5នាក់ខ្ញុំជឿថាតឡាការកម្ពុជាតឡាការអធរតឡាការអីនេះទូកាត់ទោស100លានដងទៀតក៏អ្នកទាំងនេះនៅតែជាប់គុកដែរព្រោះអាសំណុំរឿងនយោបាយនេះបើអ្នកនយោបាយមិនមានចេតនាចង់ប្ររួមជាតិទេគឺនៅតែជាប់គុកមួយជីវិតអញ្ចឹងហើយមកអាយុឲ្យរហូតតទៅដល់ថ្ងៃត្រូវដោះលែងតែត្រូវជាប់គុកហើយនឹងជួនកាលលើសម៉ោងទៀតអត់ព្រមដោះលែងទៀតមានករណីតវ៉ាច្រើនទៀតអាបទូបថយអត់មានទេមានតែរឿងទុកអានីតិវិធីត្រូវដោះលែងគេត្រូវជាប់គុកគ្រប់ថ្ងៃកំណត់ហើយហ្នឹងអត់ដល់ថ្ងៃដោះហើយជួនកាលហ្នឹងអត់ដោះហើយបើអត់ដោះពេលថ្ងៃទៅត្រូវពេលយប់ហ្នឹងកុំឲ្យគេទៅទទួលទៅអីនោះគឺថាធ្វើគ្រប់យ៉ាងដូចចលនាមេដាធម្មជាតិហ្នឹងលៀងហ៊ីរស្មីតារាវុធគុន្ធារដ្ឋាអីហ្នឹងដែលគេយកទៅដាក់នៅពួនកែវរស្មីហ្នឹងគឺមិនត្រឹមតែយកទៅដាក់ពន្ធនាគារមួយគឺចែកពេញស្រុកខ្មែរ5ពន្ធនាគារដើម្បីអីឲ្យគាត់វេទនាបងប្អូនក្រុមគ្រួសារទៅសួរសុខទុក្ខក៏លំបាកដែរបិទបាំងសិទ្ធិសេរីភាពរបស់គេមកជុំងុំនឹងរឿងធ្វើទុកបុកម្នេញអារបៀបអមនុស្សអមនុស្សធម៌មិនអមនុស្សវាទៅជាខ្មោចអមនុស្សធម៌ហ្នឹងគឺបានន័យថាវាចិត្តហ្នឹងវាខុសខើអត់មានចិត្តសន្តោសប្រោះប្រណីអីថាចុះបើគ្នាជ្រុលតែអញ្ចឹងហើយដាក់គ្នាមកដុំទៅនៅពន្ធនាគារនៅកណ្ដាលក្រុងភ្នំពេញទៅដើម្បីឲ្យក្រុមគ្រួសារកូនប្រពន្ធគេហ្នឹងមកសួរសុខទុក្ខឬសកម្មជនអីគេមកគ្រប់គ្រងឲ្យកម្លាំងចិត្តអត់យកទៅដាក់ឯងឆ្ងាយហើយដាក់ខុសគុកគ្នាទៀតឥឡូវនេះតាមសេចក្តីរាយការណ៍របស់អង្គការលីកាដូនៅមូលដ្ឋានហ្នឹងនិយាយថានៅថ្ងៃច័ន្ទពីម្សិលមិញនេះគឺតុលាការកម្ពុជាបដិសេធសំណើសុំដោះលែងសកម្មជនចលនាមេដាធម្មជាតិទាំង5នាក់ដែលការបដិសេធនេះគឺជាការបន្តឃុំខ្លួនពួកគាត់ឲ្យនៅក្នុងពន្ធនាគារក្រោមបទចោទថារួមគំនិតក្បត់និងប្រមាថចំពោះអង្គព្រះមហាក្សត្រកាលពីថ្ងៃទី23ខែកុម្ភៈតុលាការកំពូលបើកសវនាការពិនិត្យលើសំណុំរឿងដោះលែងឲ្យមានសេរីភាពក្រុមមេធាវីរបស់អ្នកទាំង5សំទោសដោះលែងមានសេរីភាពពីសំទោសខ្ញុំអានព័ត៌មាននេះលឿនពេកកាលពីថ្ងៃទី23ខែកុម្ភៈហ្នឹងតុលាការកំពូលបើកសវនាការបាទហើយដើម្បីតាក់ទងសំណុំរឿងដែលមេធាវីដាក់ប្តឹងហ្នឹងសូមឲ្យនៅក្រៅឃុំប៉ុន្តែសេចក្តីសម្រេចនេះគឺតុលាការកំពូលទើបតែសម្រេចនៅឯព្រឹកថ្ងៃនេះហើយជាលទ្ធផលគឺបដិសេធមិនឲ្យនៅក្រៅឃុំទេបង្គាប់ឲ្យនៅក្នុងឃុំហ្នឹងបន្តទៀតអ្នកទាំងអស់នេះត្រូវគេផ្តន្ទាទោសកាលពីខែកក្កដាឆ្នាំ2024ដែលផ្តន្ទាទោសទាំងអស់មិនមែនតែ5នាក់ទេគឺ10នាក់ណាចលនាមេដាធម្មជាតិបរិស្ថានតាក់ទងនឹងជាប់ពន្ធនាគារពី6ទៅដល់8ឆ្នាំពីបទល្មើសរួមគំនិតក្បត់និងប្រមាថព្រះមហាក្សត្រនេះសកម្មជនបរិស្ថានទាំង5រូបដែលកំពុងជាប់ពន្ធនាគាររួមមានលោកថនរដ្ឋាលោកលីច័ន្ទតារាវុធយឹមលៀងហ៊ីកញ្ញាលងកន្ធានិងភួតកែវរស្មី
ឥឡូវនេះគឺដោយសារតែការបដិសេធនេះបានន័យថាពួកគាត់នឹងនៅបន្តជាប់ពន្ធនាគារឥឡូវបានដល់ទៅជាង20ខែហើយបាទជាង600ថ្ងៃហើយសកម្មជនទាំងនេះស្ថិតក្នុងចំណោមអ្នកជាប់ឃុំដែលប្រើប្រាស់សិទ្ធិរបស់ខ្លួនចំនួន97អ្នកសុទ្ធតែជាអ្នកទោសមនសិការទាំងអស់ដែលចងក្រងដោយអង្គការ Liga do អ្នកជាប់ឃុំដោយការប្រើប្រាស់សិទ្ធិនេះរួមមានសកម្មជននយោបាយសកម្មជនសិទ្ធិមនុស្សសកម្មជនបរិស្ថានសកម្មជនសហជីពនិងអ្នកប្រើប្រាស់បណ្ដាញសង្គមដែលត្រូវបានជាប់ពន្ធនាគារដោយសកម្មនិយមរបស់ពួកគាត់ក្នុងការបញ្ចេញមតិការពារសិទ្ធិមនុស្សនៅក្នុងប្រទេសស្ដាប់ទៅបងប្អូនតលន់នេះនៅពេលដែលយើងឮថាអ្នកជាប់គុកដោយសារការបញ្ចេញមតិរដ្ឋធម្មនុញ្ញកម្ពុជាចែងការពារសិទ្ធិសេរីភាពប្រជាពលរដ្ឋនៅក្នុងការបញ្ចេញមតិហើយដល់ពេលហើយជាប់គុកដោយសារការបញ្ចេញមតិតើយ៉ាងម៉េចទៅវិញរឿងហ្នឹងអស់ពីហ្នឹងគឺតកតងនឹងចលនាមេដាធម្មជាតិនេះគឺមន្ត្រីសិទ្ធិមនុស្សអន្តរជាតិហៅសកម្មជនចលនាមេដាធម្មជាតិទាំងអស់នេះថាជាវីរៈជនបរិស្ថាន Green Heroes បាទគឺរឿងស្រុកខ្មែរនិយាយទៅសហគមន៍អន្តរជាតិគឺមានអង្គការអន្តរជាតិមួយចំនួនហ្នឹងឲ្យពានរង្វាន់សុទ្ធតែជាវីរៈបរិះនារីបរិស្ថានទៅដល់ក្រុមនេះប្រហែលដងហើយប៉ុន្តែនៅក្នុងយើងគឺសុទ្ធតែជាសត្រូវស៊ីសាច់ហុតឈាមតែម្ដងមិនឆ្ងល់ហេតុអីបានជាអន្តរជាតិហ្នឹងគេមើលឃើញតែគាត់ជាវីរៈបរិះហើយតែយើងនឹងទៅមើលឃើញគាត់ទៅជាបិសាចដល់សាហាវខខត្រូវតែដាក់ច្បាក់ដាក់គុកអញ្ចឹងណាលោក Steve សំទោសលោក Phil Robertson ដែលជាប្រធានអង្គការសិទ្ធិមនុស្សនិងការតស៊ូមតិដើម្បីពលករដែលមានមូលដ្ឋាននៅប្រទេសថៃលោក Phil Robertson ធ្លាប់ជាមន្ត្រីជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ប៉ុន្តែឥឡូវនេះលោកធ្វើការឲ្យអង្គការមួយដែលលោកបង្កើតថ្មីដែលឈ្មោះថាអង្គការសិទ្ធិមនុស្សនិងការតស៊ូមតិហៅកាត់ថា AHRLA ដែលមានមូលដ្ឋាននៅទីក្រុងបាងកកហ្នឹងហៅអ្នកទាំងនេះថាជាវីរៈបរិះឬក៏វីរៈជនបរិស្ថានការដែលហៅដូច្នេះគឺគាត់ទាមទារឲ្យដោះលែងអ្នកទាំងអស់នេះជាបន្ទាន់នឹងដែលលក្ខខណ្ឌលោកនិយាយអញ្ចេះលោកថាសកម្មជនចលនាមេដាធម្មជាតិត្រូវបានតុលាការផ្ដន្ទាទោសដោយខុសចង់និយាយថាមិនត្រឹមត្រូវឲ្យដាក់គុកដោយការតវ៉ារបស់ពួកគាត់ដោយសន្តិវិធីសោះហើយការតវ៉ារបស់ពួកគាត់គឺធ្វើប្រឆាំងនឹងប្រព័ន្ធរដ្ឋាភិបាលដែលបរាជ័យនៅក្នុងការការពារបរិស្ថានគាត់បានបន្តថាដោយសារតែការដែលបដិសេធមិនដោះលែងឲ្យពួកគាត់នៅក្រៅឃុំនេះគឺជាការបង្ហាញចេតនាដ៏ពិតប្រាកដរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងការដំណើរការនីតិវិធីតុលាការនៅឲ្យកាន់តែយូរហើយធ្វើឲ្យអ្នកទាំងនេះគឺនៅតែរងការធ្វើទុកបុកម្នេញបង្ខំឲ្យពួកគាត់សុំទោសរដ្ឋាភិបាលក៏ប៉ុន្តែលោកថាអ្នកទាំងនេះគឺជាអ្នកដែលក្លាហានរឹងមាំដែលមិនចោះចាញ់មិនសុំទោសរដ្ឋាភិបាលកម្ពុជាទើបបន្តជាប់ឃុំខ្លួនតទៅទៀតដូច្នេះយុវជនយុវនារីក្មេងៗទាំងនេះគឺនៅតែមានជំហរបដិញ្ញាយ៉ាងម៉ឺងម៉ាត់ថាពួកគេមិនបានធ្វើអ្វីខុសតតែសោះហើយពួកគេគួរតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបន្ទាន់នឹងដោយឥតលក្ខខណ្ឌហើយការទៀមទារបស់ពួកគេនេះគឺជាសារមួយប្រាប់ទៅសហគមន៍អន្តរជាតិផងដែរថាគួរតែអំពាវនាវធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលលោកហ៊ុនម៉ាណែតនេះគឺដោះលែងពួកគេឲ្យមានសេរីភាពជាបន្ទាន់ដែរបាទនេះគឺជាសាររបស់លោក Phil Robertson ហើយលោកក៏បានបន្តទៀតថាអ្នកទាំងអស់នេះគឺជាវីរៈបុរសនៃបដិឋានមែនហើយព្រោះខំប្រឹងតស៊ូមតិនេះយូរហើយដោយមានការបដិញ្ញាខ្លាំងមែនទែនដែលគួរមានការលើកសរសើរនិងលើកទឹកចិត្តបាទនេះគឺជាមតិរបស់អ្នកសំទោសមន្ត្រីសិទ្ធិមនុស្សអន្តរជាតិហើយថ្មីនេះយើងដឹងស្រាប់ហើយអ្នកស្រី Marie Lalo ដែលជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិការពារអ្នកការពារសិទ្ធិគឺបានចេញសេចក្តីថ្លែងការណ៍ថាអង្គការសហប្រជាជាតិកំពុងតាមឃ្លាំមើលរឿងនេះបាទយើងមាននៅក្នុងបញ្ជីខ្មៅគេតែរហូតនៅកម្ពុជាយើងអស់ពីការដែលតុលាការបដិសេធមិនអោយអ្នកទាំង5នៅក្រៅឃុំតុលាការជាន់ខ្ពស់មួយនេះក៏បានបដិសេធសំណើសុំនៅក្រៅឃុំរបស់យុវជនមួយរូបទៀតដែលជាអ្នកធ្វើការបុគ្គលិកជាន់ខ្ពស់នៃក្រមសមាគមឬអង្គការសង្គមស៊ីវិលមួយដែលគេហៅថាអង្គការនិស្សិតបញ្ញវន្តកម្ពុជានោះហើយសេចក្តីសម្រេចរបស់តុលាការថ្ងៃនេះសាលាជាន់ខ្ពស់នេះក៏ដូចគ្នាដែរគឺមិនដោះលែងទេអញ្ចឹងនៅក្នុងយុទ្ធនាការរបស់រដ្ឋាភិបាលកម្ពុជាគឺសុកចិត្តចាប់ខុសកុំឲ្យតែលែងច្រឡំបាទយុទ្ធសាស្ត្រខ្មែរក្រហមគេធ្វើអញ្ចឹងទៅចាប់មកស្លាប់ចោលចុះសុកចិត្តខុសកុំឲ្យតែលែងច្រឡំតុលាការបានចេញដីកាតាមសំទោសតុលាការបានដោះលែងសកម្មជននិស្សិតបញ្ញវន្តនេះសូមអធិស្ឋានបងប្អូនឯកសារច្រើនពេកនេះសាលាធរមុនមិញគឺសាលាតុលាការកំពូលឥឡូវនេះសាលាធរម្ដងសាលាធរគឺបដិសេធសំណើសុំដោះលែងថ្នាក់ដឹកនាំសមាគមនិស្សិតបញ្ញវន្តខ្មែរសំណើសុំដោះលែងរបស់លោក T Thon បាទដែលជាអនុប្រធាននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរត្រូវបានសាលាដំបងរាជធានីភ្នំពេញបដិសេធចោលនៅរសៀលថ្ងៃច័ន្ទនេះ
ហើយលោកថនកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី1គឺព្រៃសររាជធានីភ្នំពេញស្របពេលដែលលោកកំពុងតែរងចាំតុលាការបន្តនីតិវិធីសវនកម្មជំនុំជម្រះលើរឿងក្តីលោកបាទនេះគឺជាសេចក្តីរាយការណ៍របស់អង្គការលីកាដូសិទ្ធិមនុស្សនៅមូលដ្ឋានដដែលទេលោកថនត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីខែសីហាឆ្នាំ2024ដែរតាក់ទងនឹងការតវ៉ាជំទាស់កិច្ចព្រមព្រៀងសហប្រតិបត្តិការនៃត្រីកោណអភិវឌ្ឍកម្ពុជាវៀតណាមនិងឡាវឬក៏យើងស្គាល់ថាគម្រោង CLV DTA នោះលោកត្រូវបានតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់ដោយយោងតាមមាត្រា453មាត្រាដ៏មានប្រជាប្រិយជាងគេបំផុតសាលាធរក៏ធ្លាប់បានបដិសេធសំណើសុំនៅក្រៅឃុំរបស់លោកផងដែររហូតដល់ពេលនេះទាំងសំណុំរឿងឬក៏សំណើសុំដោះលែងពីពន្ធនាគារនិងសំណើសុំនៅក្រៅឃុំរបស់លោកតែងតែត្រូវបានតុលាការបដិសេធបាទអញ្ចឹងនៅរឿង CLV នឹងចាប់យូរហើយដែលតឡារដ្ឋាភិបាលខ្លួនឯងនឹងក៏ទទួលស្គាល់ដែរថា CLV នឹងគឺជាគម្រោងដែលខុសឆ្គងដែលអីឲ្យលុបគម្រោងលុបអីវិញអស់ហើយអ្នកដែលនិយាយទៅនៅគម្រោងនៅតែជាប់គុកដោយទាំងស្រុនស្រននឹងណែសុភាទៀតដែលសិនសុភាដែលនិយាយពីរឿង CLV និយាយពីរឿងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនឹងគ្នានៅជាប់គុកដល់ឥឡូវទៀតបាទឥឡូវនេះគឺតឡាការខ្មែរចេញចាប់មនុស្សដាក់គុកប៉ុន្តែអត់បានស៊ើបអង្កេតមនុស្សដែលគេត្រូវការចាប់ហ្នឹងអត់បានស៊ើបអង្កេតទៅវិញមនុស្សច្រើនណាស់ដែលតាក់ទងនៅក្នុងការតាមចាប់ថ្ងៃនេះតឡាការថៃចេញដោយការតាមចាប់ខ្លួនលោកប៊ិនស្មីតដែលជាទីប្រឹក្សារបស់លោកហ៊ុនសែនអ្នកដែលជាទីប្រឹក្សាផ្ទាល់របស់លោកហ៊ុនសែនឬអ្នកដែលក្រាក់នៅក្នុងជួររដ្ឋាភិបាលកម្ពុជាដែលពាក់ព័ន្ធនឹងការឆោបបោកអនឡាញគេចោទប្រកាន់ពេញពិភពលោកហ្នឹងអត់ចាប់បានទេមកចាប់បានរឿងបរិស្ថានម្បាទ3 4នាក់អីអញ្ចឹងថ្ងៃនេះគឺប៉ូលីសថៃបានចេញដោយការតាមចាប់ខ្លួនលោកប៊ិនស្មីតបាទលោកប៊ិនស្មីតបងប្អូនបានស្គាល់ហើយគឺជាអ្នកដែលមានងារជាទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភាកម្ពុជាលោកហ៊ុនសែនកាលពីជំនាន់តែងតាំងជាមួយនឹងលោកយឹមលាក់លោកយឹមលាក់គឺជាអតីតប្អូនថ្លៃរបស់លោកហ៊ុនម៉ាណីព្រោះអីលោកយឹមលាក់គឺជាប្អូនស្រីរបស់អ្នកស្រីយឹមឆៃលៀងដែលជាកូនស្រីបង្កើតរបស់លោកយឹមឆៃលីអញ្ចឹងនៅក្នុងនេះគឺយើងឃើញថាលោកយឹមលាក់ហ្នឹងក៏ត្រូវបានតុលាការថៃចាត់ការច្រើនរឿងដែរប៉ុន្តែគាត់នឹងភរិយាដែលជាជនជាតិថៃនោះបានមកចាក់ចេញពីប្រទេសថៃបាត់ទៅហើយមុននឹងពេលមានរឿងនេះចេញមកប្រទេសកម្ពុជាអញ្ចឹងលោកយឹមលាក់និងភរិយាគេជឿថាកំពុងមានវត្តមាននៅប្រទេសកម្ពុជាប៉ុន្តែលោកបានប្រាប់សារព័ត៌មានថៃថាលោកមិនបានកិច្ចខ្លួនទេព្រោះអីចាក់ចេញពីប្រទេសថៃហ្នឹងមុននឹងមានព្រឹត្តិការណ៍រឿងចិនស៊ីរឿងអីអញ្ចឹងទៅដូច្នេះអ្នកណាដែលចោទប្រកាន់ថាគាត់រត់កិច្ចអីហ្នឹងថាមិនត្រឹមត្រូវទេប៉ុន្តែបើសិនជាគាត់រត់កិច្ចមិនរត់កិច្ចអីក៏ដោយមកដល់ម៉ោងនេះគឺមានចំណាត់ការនៅស្រុកថៃក៏គាត់មិនអាចវិលទៅស្រុកថៃអីបានស្រួលដូចលោកមុនអញ្ចឹងដែរប៉ុន្តែលោក Ben Smith នេះយើងមិនដឹងថាតើគាត់នៅទីណាឲ្យប្រកាសទេប៉ុន្តែបើនៅប្រទេសថៃអាចអាជ្ញាធរថៃចាប់ខ្លួនគាត់បានទេព្រោះអីចេញពីការតាមចាប់ហើយឆែកឆេរទីតាំងច្រើនកន្លែងដែរលោក Ben Smith នេះដោយខ្ញុំបានជម្រាបចឹងគឺជាជនបរទេសដែលមានងារជាទីប្រឹក្សារបស់លោកហ៊ុនសែនជាប់ពាក់ព័ន្ធនឹងអំពើឆបោកក្រុមហ៊ុនឆបោកមជ្ឈមណ្ឌលឆបោកការលាងលុយកខ្វក់នឹងច្រើនពាន់លានដុល្លារសំទុះច្រើនពាន់លានបាតដែលតុលាការបង្កក់នៅថៃហ្នឹងគឺបង្កក់ប្រាក់ឥឡូវថ្ងៃនេះគឺចេញទៅការឲ្យតុលាការស៊ីវិលហ្នឹងបង្កក់ប្រាក់ដែលមានប្រមាណជា13,000លានបាតដែលស្មើនឹងទឹកប្រាក់ជាង400លានដុល្លារពាក់ព័ន្ធខ្លាំងជាងគេនៅលោក Ben Smith និងភរិយាលោក Ben Smith ផងដែលគេតាមចាប់នឹងដែរប៉ុន្តែយើងអត់ដឹងថាលោក Ben Smith នៅទីណាអាជ្ញាធរថៃមិនបញ្ជាក់ទេគ្រាន់តែគេសង្ស័យថាអាចនៅប្រទេសកម្ពុជាគេសង្ស័យបាទប៉ុន្តែរឿងនៅទីណាយើងអត់ដឹងទេហើយតាមការដែលស៊ើបអង្កេតឬក៏ដែលចេញដោយការនេះតុលាការបាទសំទោសបងប្អូនឆ្លោះឆ្លួយមែនតើតាក់តងនឹងការផ្សាយនេះគឺដោយសារតែបើសិនជាបងប្អូននៅលឺខ្ញុំនឹងបន្តទៅទៀតខ្ញុំមានការរអាក់រអួលបច្ចេកទេសបន្តិចមុននេះដោយសារតែទី1ដូចខ្ញុំបានជម្រាបចឹងគឺខ្ញុំភ្លេចបិទ Airplane Mode ហើយដល់ពេលភ្លេចបិទ Airplane Mode ពេលដែលបងប្អូនទេចូលមកខ្ញុំគឺវាគាំងអញ្ចឹងហើយដល់ពេលខ្ញុំបើកមកវិញទៅក៏មានការរអាក់រអួលដែរបាទអរគុណច្រើនបងប្អូនប្រកាសថាលឺវិញហើយសូមអធិស្ឋានម្នាក់ឯងសុទ្ធសាធអត់មានអ្នកណាជួយស្ដាប់អត់មានអ្នកណាជួយដឹងលឺអីទាំងអស់តែពេលផ្សាយទៅជួនកាលនិយាយតែម្នាក់ឯងទេប៉ុន្តែបន្តទៅទៀតបងប្អូនមិញខ្ញុំនិយាយដល់រឿងតាក់ទងនឹងអ្វីដែលចំណាត់ការរបស់រដ្ឋាភិបាលក្រៅប្រទេសរឿងតាក់ទងនឹងមន្ត្រីក្រាក់នៅក្នុងរដ្ឋាភិបាលកម្ពុជាឬក៏តាក់ទងនៅស្រុកខ្មែរគេចាប់បានគេរកឃើញណាប៉ុន្តែនៅក្នុងស្រុកយើងគឺអត់មានរកឃើញទេបើរកឃើញបានលោកចិនស៊ីមួយគឺបញ្ជូនទៅឲ្យចិនបាត់ទៀតហើយដល់ពេលចាប់លោកលីគួងឯណាដែលជាលោកលីគួងហ្នឹងដែលជាមន្ត្រីដែលថាជាអុកញ៉ាណាដែលណាលឺសូសោះឈ្មោះគាត់ណាដែលមានណាលឺទេដល់ពេលហើយមកចាប់លោកលីគួងដែលតាមពិតអ្នកដែលគួរតែចាប់គួរលីយងផាត់ឯណានោះវិញខ្ញុំមិនចោទថាគាត់ប្រព្រឹត្តខុសទេប៉ុន្តែអុកញ៉ាអ្នកអុកញ៉ាលីយងផាត់ហ្នឹងមានឈ្មោះនៅក្នុងបញ្ជីថ្កោលទោសឬក៏ដាក់ទណ្ឌកម្មរបស់អាមេរិកហ្នឹងយូរហើយ
ប៉ុន្តែអត់ដែលមានការស៊ើបអង្កេតដើម្បីលៀងជំរះខ្លួនគាត់ទេគឺទៅចាប់អ្នកណាផ្សេងទៅហើយចាត់ទុកថាប្រតិបត្តិការបានជោគជ័យអញ្ចឹងបងប្អូនឥឡូវនេះគឺព័ត៌មាននេះមកពីខាងភាគីថៃនៅព័ត៌មានមួយទៀតពីខាងភាគីថៃដែរគឺរដ្ឋមន្ត្រីការបរទេសថៃចង់ឃើញសន្តិភាពនៅមជ្ឈមបូព៌ាតែមកចងពៀតែជាមួយខ្មែរថ្ងៃនេះលោកស៊ីហាស័កភួងកេតកែវដែលជារដ្ឋមន្ត្រីក្រសួងការបរទេសថៃរដ្ឋាភិបាលថៃចាំផ្ទះដែលមិនទាន់មានរដ្ឋាភិបាលថ្មីប៉ុន្តែរដ្ឋាភិបាលថ្មីហ្នឹងគាត់នៅតែជាមន្ត្រីជាន់ខ្ពស់នៅក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោកអនុទិនច័ន្ទវរៈគុលដដែលទេអញ្ចឹងលោកស៊ីហាស័កហ្នឹងអាចនៅតែជារដ្ឋមន្ត្រីក្រសួងការបរទេសដដែលហ្នឹងសម្រាប់រដ្ឋាភិបាលអាណត្តិថ្មីថ្ងៃនេះគាត់ថ្លែងសារនៅតាមបណ្ដាញរបស់សារព័ត៌មានថៃហ្នឹងថាលោកចង់ឃើញណែចំនួននៅមជ្ឈមបូព៌ាហ្នឹងគឺឲ្យវាឆាប់ចប់ទៅមានសន្តិភាពមានអីអញ្ចឹងណារដ្ឋាភិបាលថៃមែនតើប្រហែលថ្ងៃនេះក៏ចាក់ខ្សែដែរដោយសារតែមិនហ៊ានទ្រិះគុណមិនហ៊ានថ្កោលទោសរដ្ឋាភិបាលអាមេរិកអីទេគឺបានតែត្រឹមស្អំចិត្តថាសូមឲ្យសម្រុះសម្រួលគ្នាទៅឈានទៅរកការដែលចរចាគ្នាទៅហើយថៃនឹងមិនដឹងតែឲ្យយោបល់គេយ៉ាងម៉េចដែរបើសិនជាយើងមកឈ្លានពានកម្ពុជាមកអីចឹងដែរហើយអត់ព្រមដោះស្រាយបញ្ហាយើងខ្ចាក់ដីខ្មែរមកខ្មែរវិញផងហ្នឹងតែឥឡូវតើតើនឹងរឿងនេះគឺលោកបាននិយាយថាចង់ឃើញមានសន្តិភាពនៅមជ្ឈមបូព៌ាក៏ប៉ុន្តែខ្ញុំគិតថាចុះបើចង់ឃើញសន្តិភាពនៅមជ្ឈមបូព៌ាហេតុអីមកចង់ពៀជាមួយខ្មែរនេះអត់ព្រមរកសន្តិភាពជាមួយខ្មែរដែរហេតុអីមិនដកទ័ពចេញពីដែនអធិបតេយ្យរបស់ខ្មែរអស់ទៅបាទយើងមកថាអាណិតខ្មែរផងបើរដ្ឋាភិបាលខ្មែរបើអត់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រហ្មទណ្ឌអន្តរជាតិចាត់ទុកថាដូចជាមានសមានចិត្តជាមួយនឹងអាជ្ញាធរថៃខ្លាំងណាស់មិនអញ្ចឹងហ៎ព្រោះធម្មតាម្ចាស់ផ្ទះម្ចាស់ទ្រព្យត្រូវគេលួចប្លន់ឆក់សម្រាប់ក្រុមគ្រួសារខ្លួនឯងហើយសុកចិត្តចរចាហើយបានន័យថាទុកឱកាសឲ្យថៃច្រើនមែនតើហេតុអីក៏មិនជាក់ដីនឹងមកវិញព្រោះអាហ្នឹងក្រែងអត់មានសង្គ្រាមមានអីមិនអញ្ចឹងហេតុតែជាខ្មែរអត់ប្តឹងអត់អីទៀតឥឡូវតែនិយាយចង់បានសន្តិភាពនៅមជ្ឈមបូព៌ាចោះនៅការចងពីរបស់ខ្មែរកាលបានចប់បាទនៅទីនេះគឺមែនតើទៅគឺលោកស៊ីហាស័កភួងកេតកែវគឺគាត់គ្រាន់តែនិយាយដើម្បីស្អំចិត្តប្រជាពលរដ្ឋថៃថាប្រទេសថៃនេះគឺជាប្រទេសស្រឡាញ់សន្តិភាពប្រទេសដែលមិនឈ្លានពានរដ្ឋអធិបតេយ្យអ្នកដតីអីឡាក់នឹងឡាក់តាមពិតសកៈនៅព្រំដែនទេបងប្អូនខ្ញុំគ្រាន់តែយកមកផ្សាយឲ្យបងប្អូនបានដឹងថាតើថៃគេប្រើនយោបាយការបរទេសការទូតរបស់គេធ្វើអាម៉េចគឺគេចេះប្រឡប់គេចេះលួងគេចេះស្អំសហគមន៍អន្តរជាតិហើយម្ដងមកនេះអត់មានអន្តរជាតិណាមកខ្វល់រឿងខ្មែរថៃទៀតទេបងប្អូនចប់ហើយរឿងខ្មែរថៃគឺចប់គ្រប់យ៉ាងគឺនៅតែយើងឯងបាទនៅតែប្តឹងទៅតុលាការអន្តរជាតិហ្នឹងឯងព្រោះគេអត់មានអ្នកណាមកបំពុលទុកជាក្បាលរឿងយើងទៀតទេអស់ហើយព្រោះគេរវល់រឿងអ៊ីរ៉ង់ហើយរឿងអ៊ីរ៉ង់នេះមិនមែនតែរឿងអ៊ីរ៉ង់មួយទេរឿងអ៊ីស្រាអែលរឿងមជ្ឈមបូព៌ាគឺគេវិលមុខនៅនឹងខ្ញុំនឹងនិយាយលំអិតថាតើស្អីគេទៅមជ្ឈមបូព៌ានឹងអ្នកណាខ្លះជាសម្ព័ន្ធមិត្តអាមេរិកហេតុអីបានជារឿងនេះប្រសេកប្រសាចហើយតើសង្គ្រាមនៅអាឈូងសមុទ្រឬក៏ថានៅអ៊ីរ៉ង់នេះនឹងវាប្រើពេលយូរប៉ុណ្ណាតែយូរប៉ុណ្ណាលោកត្រាំបានបញ្ជាក់ឲ្យថាសង្គ្រាមនៅអ៊ីរ៉ង់នេះអាចប្រើពេលពី4ទៅដល់5សប្តាហ៍បាទមិនមែន24ម៉ោងទេបងប្អូនគឺ4ទៅ5សប្តាហ៍ខ្ញុំថាលោកត្រាំហាក់បីដូចជាមានភាពដែលទូលាយដែរតើតើនៅក្នុងការដែលអាចកំណត់ពេលវេលាមួយថាគាត់គិតវាយអ៊ីរ៉ង់ឲ្យខ្ទេចចុះសារភាពអីអស់ហើយរៀបចំបង្កើតឲ្យមានរដ្ឋាភិបាលថ្មីដោយមានក្រុមប្រឆាំងនឹងរដ្ឋាភិបាលសពថ្ងៃហ្នឹងដែលលើកបន្ទប់ដោយសហរដ្ឋអាមេរិកហ្នឹងអាចនឹងរៀបចំស្រុកទេសនេះឬក៏ស្ងប់សង្គ្រាមនេះវិញនៅក្នុងរយៈពេលត្រឹម4ទៅ5សប្តាហ៍ប៉ុន្តែ4ទៅ5សប្តាហ៍នេះគ្រាន់តែ2ថ្ងៃទេបងប្អូន3ថ្ងៃឯងម្ដងថ្ងៃនេះមើលទៅមើលថ្ងៃ28ថ្ងៃ1ថ្ងៃ2 3ថ្ងៃហើយគឺវាយសន្ធាប់ដល់ប្រទេសអ៊ីរ៉ង់ហ្នឹងគឺដូចរុកសបុកអម៉ាល់ដែរអ៊ីរ៉ង់ហ្នឹងក៏តបមកវិញយ៉ាងសម្បើមប៉ុន្តែបងប្អូនអ៊ីរ៉ង់ប្រឹងប៉ុណ្ណាក៏មិនទៅរួចដែរអ្នកណាសរសើរថាអ៊ីរ៉ង់ខ្លាំងអ៊ីរ៉ង់ប៉កែខ្ញុំជឿថាជាក្តីសុបិនធំណាស់ព្រោះអីសម័យនេះមកដល់ពេលនេះអ៊ីរ៉ង់អត់មានសម្ព័ន្ធមិត្តណាច្រើនក្រៅតែពីអ្នកដែលគេកំពុងតែស្អប់ខ្ពើមនៅជុំវិញពិភពលោកដែរទេដៃជើងរបស់អ៊ីរ៉ង់ដែលជាកូនជើងរបស់អ៊ីរ៉ង់ហ្នឹងគឺគ្មានអ្នកណាក្រៅពីអ្នកដែលជាក្រុមភេរវករភេរវជនអីលាក់នឹងលាក់អីអញ្ចឹងទៅដែលធ្វើឲ្យសហគមន៍អន្តរជាតិគេនឿយណាយគេធុញទ្រាន់គេចង់បានសហគមន៍អន្តរជាតិមួយថាបើមានបងធំឲ្យបងធំហ្នឹងក៏វាមានក្រមសីលធម៌អីទៅជាងមានបងធំដូចអ៊ីរ៉ង់មានបងធំដូចចិនមានបងធំដូចរុស្ស៊ីឬក៏មានបងធំដូចនៅកូរ៉េខាងជើងអីចឹងគេចង់ឲ្យមានបងធំដែរប៉ុន្តែបងធំរបៀបអាមេរិករបៀបអង់គ្លេសរបៀបបារាំងរបៀបអឺរ៉ុបអីចឹងទៅដើម្បីឲ្យវាមានក្រមសីលធម៌មានអីចឹងទៅបាទប៉ុន្តែយ៉ាងណាអាក្រមសីលធម៌នេះគឺត្រូវកវត្តចោលខ្លះហើយព្រោះអីយើងត្រូវដោះស្រាយជាមួយអ្នកវាយកង់វាយបោចសក់ដែរដល់អញ្ចឹងទៅប្រើអា fair play ហ្នឹងខ្ញុំជឿថាវាយពិបាកដែរតែចំណាត់ការរបស់លោកត្រាំហ្នឹងដូចខ្ញុំបានជម្រាបអញ្ចឹងទទួលបានការរិះគន់ច្រើនដែរពីសហគមន៍នៅសហរដ្ឋអាមេរិកនេះជាពិសេសតំណាងរាស្ត្របកប្រឆាំងនឹងរដ្ឋាភិបាលលោកត្រាំហ្នឹងដោយសារតែគេចោទប្រកាន់លោកត្រាំពីបទបំពានរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកដែលត្រូវធ្វើសង្គ្រាមរដ្ឋធម្មនុញ្ញមិនអនុញ្ញាតឲ្យប្រធានាធិបតីបើកប្រកាសសង្គ្រាមជាមួយនឹងប្រទេសបរទេសដទៃដោយមិនឆ្លងកាត់រដ្ឋសភាទេតាមពិតអ្វីដែលលោកត្រាំធ្វើមិនខុសឆ្គងទេនៅក្នុងការ
ចង់ផ្លាស់ប្ដូររបបមួយដើម្បីរកសិទ្ធិមនុស្សប្រជាធិបតេយ្យឲ្យជោគវាសនានៃប្រទេសនោះគ្រប់គ្រងដោយប្រជាពលរដ្ឋនៃប្រទេសនោះដោយផ្ទាល់កុំឲ្យពួកផ្ដាច់ការធ្វើទុកបុកម្នេញអញ្ចឹងជាសមានចិត្តជាចិត្តចង់បានគឺវាអត់ខុសទេល្អប៉ុន្តែទង្វើដែលធ្វើគឺវាលឹះទៅក្នុងអានីតិវិធីគេតែប៉ុណ្្នឹងឯងប៉ុន្តែបើយើងមើលឲ្យមែនតើដើម្បីផ្ដល់ភាពយុត្តិធម៌ឲ្យអាប្រតិបត្តិការអីអញ្ចឹងក៏យើងឃើញថាបើមិនធ្វើដូច្នេះគឺមេដឹកនាំផ្ដាច់ការនេះអត់ដែលបន្ថយការធ្វើបាបប្រជាពលរដ្ឋខ្លួនឯងសោះដោយសារតែខ្លួនឯងមានកម្លាំងទ័ពមានអាការគម្រាមកំហែងប្រើប្រព័ន្ធតុលាការប្រព័ន្ធប៉ូលីសប្រព័ន្ធទាហានអីដូចថាធ្វើបាបធ្វើទុកបុកម្នេញប្រជាពលរដ្ឋឲ្យបាក់ស្បាតអស់អញ្ចឹងប្រជាពលរដ្ឋខ្លួនឯងមិនអាចក្រោករួចទេងើបមួយវាយមួយអីអញ្ចឹងគឺក្រោកអត់បានអញ្ចឹងទៅធ្វើឲ្យអាមេរិកគិតថាវាអត់មានវិធីអីក្រៅតែពីទៅកបួចសម្រាប់មេដឹកនាំអីហ្នឹងអញ្ចឹងទៅដើម្បីផ្លាស់ប្ដូររបបតែម្ដងតាមរយៈអង្គើហ ংস ាដែលមែនតើអង្គើហ ংস ានេះគ្មាននរណាចង់សាទរទេប្រទេសច្រើនណាស់ក៏គេថ្កោលទោសសហរដ្ឋអាមេរិកដែរក៏ប៉ុន្តែក៏មានប្រទេសច្រើនដែរក៏គ្រប់គ្រងដែរព្រោះអីគិតថាចំណាត់ការហ្នឹងគឺដើម្បីរំដោះប្រទេសមួយចេញពីនរោអាវជ័យអានេះគឺជាការគិតជាការគម្រាមកំហែងដល់សន្តិសុខតំបន់ហ្នឹងបើសិនជាអស់អញ្ចឹងទៅគេក៏មិនសូវភ័យជាពិសេសអ៊ីស្រាអែលភ័យជាងគេអ៊ីស្រាអែលសត្រូវដែលស៊ីសាច់ហុតឈាមហើយខ្លាចជាងគេគឺអ៊ីរ៉ង់ដែលមានបរមាណូហ្នឹងតែព្រោះអីតែមានបញ្ហាអីខ្ទេចអ៊ីស្រាអែលហ្នឹងតែម្ដងប៉ុន្តែអ៊ីរ៉ង់ទោះជាមានសពាវុធសម្បើមយ៉ាងណាក៏អ៊ីរ៉ង់អត់អាចនឹងប្រើប្រាស់បរមាណូនៅពេលនេះបានឬក៏ពេលណាក៏ប្រើមិនបានដែរព្រោះដោយសារតែសម្ព័ន្ធមិត្តរបស់អាមេរិកនិងអ៊ីស្រាអែលហ្នឹងគឺនៅព័ទ្ធជុំវិញខ្លួនចិត្តហើយសប្តាហ៍នេះអ្វីដែលអ៊ីរ៉ង់ធ្វើហ្នឹងគឺជាការការពារខ្លួនហើយការការពារខ្លួននេះគឺអ៊ីរ៉ង់ក៏មានសិទ្ធិស្របច្បាប់នៅក្នុងការការពារខ្លួននៅពេលដែលមានកញ្ជ្រួចវងឬក៏មានកញ្ជ្រួចបាញ់ឆ្លងទ្វីបចេញមកពីទីតាំងផ្សេងទៀតរបស់អាមេរិកនៅគ្រប់ប្រទេសដែលជាសម្ព័ន្ធមិត្តអាមេរិកនៅជុំវិញអ៊ីរ៉ង់ដូច្នេះអ៊ីរ៉ង់អាចបាញ់ទៅប្រទេសនោះទាំងអស់នៅក្នុងការការពារខ្លួនដើម្បីទប់នឹងកញ្ជ្រួចនោះប៉ុន្តែបងប្អូនម្នាក់ឯងហើយនៅពេលដែលស្រោចពីអាមេរិកនិងសម្ព័ន្ធមិត្តថាតើអ៊ីរ៉ង់នឹងអាចទប់រួចខ្លួនដែរទេសង្គ្រាមនេះវាគ្រាន់តែជាអង់គ្លេសហៅថា it just a matter of time បានន័យថាវាគ្រាន់តែរងចាំពេលវេលាកំណត់ដែលនឹងមកដល់ទេវាអត់មានថា if គឺ when ពាក្យថាអត់មានប្រសិនបើអ៊ីរ៉ង់ឈ្នះទេវាអត់មានទេគឺមានតែអ៊ីរ៉ង់ត្រូវបរាជ័យហើយប្រជាពលរដ្ឋអ៊ីរ៉ង់នឹងឡើងមកកាន់គ្រប់គ្រងប្រទេសហើយតើការរៀបចំគ្រប់គ្រងប្រទេសអ៊ីរ៉ង់ដោយប្រជាពលរដ្ឋអ៊ីរ៉ង់ដោយការលើកបន្ទប់ឬក៏ការវាយប្រហារបែបនេះវាមានសុខសន្តិភាពប៉ុណ្ណាអានឹងរឿងវែងឆ្ងាយតទៅទៀតបងប្អូនប៉ុន្តែលោកត្រាំគាត់បាននិយាយឲ្យថាសង្គ្រាមនេះនឹងត្រូវការពេល4ទៅ5សប្តាហ៍ហើយលោកបាននិយាយថាបើសិនជាអ៊ីរ៉ង់សុកចិត្តដាក់អាវុធជាពិសេសទ័ពប្រយុទ្ធអីហ្នឹងគឺគាត់ឲ្យគេហៅការអនុគ្រោះលើកលែងទោសគ្រប់គ្នាអត់មានទៅមើលតតាំងវាយប្រហារឬយកចាប់ទោសអូសដំណើរអីទេមកគឺឲ្យសិទ្ធិជ្រកកោននយោបាយឬក៏ការអនុគ្រោះសណ្ដោះប្រណីទាំងអស់គ្នាអ្នកដែលទម្លាក់អាវុធតែបើអត់ទេគាត់ថាជៀសមិនផុតពីការប្រយុទ្ធហ្នឹងទេព្រោះអី4ទៅ5សប្តាហ៍ច្រើនទៀតដែរបងប្អូនការប្រយុទ្ធនេះគឺជៀសមិនផុតពីការស្លាប់ទេពួកគ្រាប់ពេញផ្ទៃអាកាសហើយមិនមែនតែកន្លែងតែមួយទេដែលគ្រាប់នឹងធ្លាក់នៅអ៊ីរ៉ង់គឺគ្រាប់ធ្លាក់ស្រស់រាប់រយទីតាំងនៅក្នុងទីក្រុងច្រើនសឹងតែគ្រប់ទីក្រុងនៅក្នុងប្រទេសអ៊ីរ៉ង់ហ្នឹងជាពិសេសគោលដៅយោធាដែលអាមេរិកនិងអ៊ីស្រាអែលត្រូវការទម្លាក់ណាហើយយើងដឹងហើយគឺស្រោចប៉ុន្តែបងប្អូនមជ្ឈមបូព៌ានេះគឺមានសម្ព័ន្ធមិត្តច្រើនខ្ញុំគ្រាន់តែរៀបរាប់ថាតើមជ្ឈមបូព៌ាមានប្រទេសណាខ្លះដែលជាបញ្ហាហ្នឹងមជ្ឈមបូព៌ាមានប្រទេសអ៊ីរ៉ង់អ៊ីស្រាអែលអារ៉ាប់ប៊ីសាអូឌីតអ៊ីរ៉ាក់ទួរគីហ្សូកដង់មានសេរីលីបង់ប្រទេសគុយវ៉ែតកាតាអូម៉ង់អារ៉ាប់រួមយេម៉ិននិងបារ៉ែនអញ្ចឹងប្រទេសទាំងអស់នេះគឺនៅក្នុងមជ្ឈមបូព៌ាមានប្រទេសច្រើនណាស់នៅក្នុងមជ្ឈមបូព៌ានេះដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកដូចជាប្រទេសអ៊ីស្រាអែលដូចអារ៉ាប់ប៊ីសាអូឌីតឥឡូវអ៊ីរ៉ាក់ហ្នឹងក៏តែអញ្ចឹងដែរប្រទេសផ្សេងទៀតចូលរួមចាប់ដៃដូចកាតាអីជាមួយអាមេរិកច្រើនដែរប៉ុន្តែក៏នៅមានប្រទេសមួយចំនួនហ្នឹងក៏នៅតែមានក្រុមពួកអូទៀមពួកអីនៅជ្រកកោនហ្នឹងហើយដែលជាកូនជឹងរបស់អ៊ីរ៉ង់អានេះហើយដែលជារឿងបញ្ហាបងប្អូនត្រូវដឹងថាចំនួននៅក្នុងមជ្ឈមបូព៌ានេះមែនតើទៅចំនួនផ្ទៃក្នុងរបស់ប្រទេសគាត់នឹងដែរគឺឆ្លោះគ្នាដោយអ៊ីស្រាអែលនិងក្រុមនិយាយទៅក្រុមអ្នកនៅអា Middle East ហ្នឹងមជ្ឈមបូព៌ាហ្នឹងពួកគាត់សម្បូរប្រេងដល់ពេលសម្បូរប្រេងក៏ដដើមឆ្លោះគ្នាដើម្បីអធិពលនៅក្នុងការលក់ប្រេងហ្នឹងហើយអាប្រេងហ្នឹងដើម្បីកាងអធិពលហ្នឹងទៅលុយវាលក់ប្រេងបានច្រើនហ្នឹងក៏នាំគ្នាធ្វើផលិតសពាវុធអីក្រុមភេរវកក្រុមអីដើម្បីការពារទេតាមពិតអាហ្នឹងជាខែលរបស់ពួកគាត់ប៉ុន្តែអាខែលហ្នឹងដល់ពេលគាត់មានក្រុមភេរវកម្មពួកអីចឹងទៅវាទៅជាធ្វើឲ្យមានគ្រោះថ្នាក់ដល់ប្រទេសផ្សេងនៅលើពិភពលោកនៅក្នុងតំបន់ចឹងទៅបានចុងក្រោយហ្នឹងក៏មានការបង្ក្រាបការឆ្លោះគ្នាហើយអ៊ីស្រាអែលមែនតើគឺខ្លាចក្រុមទាំងអស់នេះ
រីកលូតលាស់ណាស់បានជាសហការចិត្តស្និទ្ធមានសម្ព័ន្ធមិត្តជាមួយអាមេរិកដើម្បីចាត់ការអ្នកទាំងអស់នេះហើយឥឡូវនេះអាសម្ព័ន្ធមិត្តនេះកាន់តែធំទៅសម្រាប់អាមេរិកហើយនិងអ៊ីស្រាអែលសម្រាប់អ៊ីរ៉ង់កាន់តែថយទៅដល់តែពេលមានការអីភ្លាមគឺសម្ព័ន្ធមិត្តទាំងអស់ហ្នឹងនាំគ្នាជួយបាញ់ស្រោចទៅលើប្រទេសអ៊ីរ៉ង់អញ្ចឹងអ៊ីរ៉ង់បាញ់តបមកវិញដែរគ្រប់កន្លែងដែរទៅតាមលទ្ធភាពដែលអាចធ្វើបានក៏ប៉ុន្តែបងប្អូនវាហាក់បីដូចជាសត្វគោព្រៃមួយដែលពីមុនថាគោព្រៃចោះឥឡូវហ្នឹងអាព្រួញអាស្នាអីហ្នឹងគេបាញ់ពីមនុស្សជុំទិសមកតើគាត់អាសត្វហ្នឹងនឹងអាចរួចពីការស្លាប់ឬក៏យ៉ាងម៉េចបើសិនជាមើលទៅគឺទីបញ្ចប់គឺគ្មានអីក្រៅពីវងរណៈហ្នឹងទេតែគាត់តដៃឲ្យអស់ចិត្តទេព្រោះអីសប្ថ្ងៃគាត់នៅមានបរមាណូបងប្អូនអ៊ីរ៉ង់អត់ទាន់ប្រើបរមាណូទេហើយបរមាណូអ៊ីរ៉ង់នេះក៏អត់ទាន់ខ្ទីអស់ដោយអ្វីលោកត្រាំធ្លាប់និយាយថាកំតិចកាលពីខែមិថុនាហ្នឹងគឺរោងចក្រផលិតបរមាណូ3កន្លែងហ្នឹងថាខ្ទេចអស់អត់ខ្ទេចទេនៅឡើយទេនៅច្រើនព្រោះអីអង្គការត្រួតពិនិត្យបរមាណូអន្តរជាតិគេបានទៅពិនិត្យមើលទីតាំងបរមាណូទាំងអស់នោះថាអត់ទាន់ខ្ទេចខ្ទីអស់រលីងដោយអ្វីដែលជាការលើកឡើងរបស់លោកត្រាំទេអញ្ចឹងអ៊ីរ៉ង់នឹងមានអធិបុលអាចប្រើនឹងបានសួរសំណួរទៅវិញសួរថាអាចប្រើបានទេខ្ញុំនឹងបញ្យល់ឥឡូវមុននឹងបញ្យល់រឿងនេះចង់និយាយថាតួលេខចុងក្រោយបង្ហាញថាមនុស្សស្លាប់ដល់ទៅ555នាក់ហើយ55នាក់ហ្នឹងគឺវាស្លាប់ស្ទើរគ្រប់កន្លែងទាំងអស់មិនមែនតែនៅប្រទេសអ៊ីរ៉ង់ទេគឺគ្រាប់ផ្លោងហើយភាគច្រើនប្រើ drone យន្តហោះអត់អ្នកបើកនេះគឺជាសង្គ្រាមមួយដ៏គួរឲ្យចាហៅសង្គ្រាមបច្ចេកវិទ្យាទំនើបនេះគឺគេលែងយកមនុស្សចូលទៅវាយហើយគឺគេយកតែសពាវុធហ្នឹងមនុស្សគឺឬក៏លាក់ខ្លួននៅក្នុងគេហៅត្រង់សេក្រោមដីអីអញ្ចឹងទៅចេញមកតែបញ្ជាអាគ្រឿងហ្នឹងទៅឲ្យបញ្ជាចាប់ប្រព័ន្ធបាញ់ទៅវិញទៅមកវាអាចមនុស្សមិនច្រើនទេស្លាប់ដោយសារតែផ្លោងទៅផ្លោងមកនេះគឺមែនតើមនុស្សដឹងមុនហើយត្រូវចូលនៅក្នុងគឺនៅក្នុងលេនដ្ឋានអីប៉ុន្តែនៅតែត្រូវអញ្ចឹងព្រោះអីមានក្របខ្លះធ្លាក់ត្រូវសាលារៀនក្របខ្លះធ្លាក់ត្រូវមន្ទីរពេទ្យអីអញ្ចឹងតលយៈភាពនៃការស្លាប់នេះគឺ555នាក់ហើយដែលកាកបាទក្រហមអន្តរជាតិបានប្រកាសស្លាប់នៅគ្រប់ទិសទីភាគច្រើននៅក្នុងប្រទេសអ៊ីរ៉ង់នឹងតែម្ដងហើយមេដឹកនាំរបស់អ៊ីរ៉ង់ច្រើនណាស់ដែលបានស្លាប់បាត់បង់ជីវិតដោយសារតែគ្រាប់ផ្លោងដែលអ៊ីរ៉ាក់សំទោសដែលអ៊ីស្រាអែលនិងអាមេរិកបាញ់សន្ធាប់ទៅក្នុងអាគារមួយដែល FBI គឺក្រុមស៊ើបការសម្ងាត់របស់អាមេរិកតាមដានឃ្លាំមើលច្រើនខែហើយនៅពេលដែលគេដឹងថាក្រុមគាត់នឹងជួបប្រជុំគ្នាគណៈដឹកនាំធំហ្នឹងព្រោះត្រៀមជើងព្រួលខ្លាចអាមេរិកវាយយូរហើយព្រោះចរចាអត់បានសម្រេចណាអញ្ចឹងបានជាគេដឹងថាគាត់ប្រជុំគ្នានឹងទៅគឺគ្រាប់នឹងសន្ធាប់ទៅអាគារដែលពួកគាត់គ្រោងនឹងជួបជុំគ្នានឹងដែលមេធំដោយទាំងលោកអាលីហាមេនេអីហ្នឹងគឺនៅក្នុងហ្នឹងទាំងអស់អញ្ចឹងស្លាប់ថ្នាក់ដឹកនាំការពារជាតិអ៊ីរ៉ង់ច្រើនមែនតើដែលរឿងនេះគឺជាការបំបាក់ទឹកចិត្តស្មារតីនៃការតស៊ូរបស់ក្រុមអ៊ីរ៉ង់ហ្នឹងច្រើនណាស់ព្រោះអីទៅចាក់ចំបេះដូងឲ្យសម្លាប់មេដឹកនាំអ៊ីរ៉ង់ស្ទើរតែដាច់ពូជនៅក្នុងមួយសំណាញ់ណាគឺសំណាញ់មេឃរបស់អាមេរិកនិងអ៊ីស្រាអែលនេះគឺធ្ងន់មែនតើអានេះហើយគឺជារឿងមួយដែលអ៊ីរ៉ង់រកម្មចិត្តប៉ុន្តែទ័ពអាមេរិកក៏ស្លាប់ដែរបងប្អូនថ្ងៃនេះគឺស្លាប់4នាក់ហើយ4នាក់ហ្នឹងស្លាប់ដោយសារតែអំបែងដែលភាគច្រើនគឺជាអំបែងដែលផ្ទុះដោយ drone ឬក៏កំជ្រួចដែលបាញ់មកពីអ៊ីរ៉ង់ត្រូវនឹងមូលដ្ឋានទ័ពរបស់អាមេរិកដែររបួសប្រហែលជាមើលដំបូងឡើយស្លាប់3នាក់របួស5នាក់ប៉ុន្តែឥឡូវនេះអ្នកដែលរបួសធ្ងន់ទាំង5នាក់នោះមានម្នាក់បានស្លាប់ទៀតអញ្ចឹងទ័ពអាមេរិកស្លាប់4នាក់ហើយលោកត្រាំថាអាចនឹងស្លាប់ទៀតជិះមិនផុតទេដោយសារតែសង្គ្រាមនេះគឺវានឹងអូសបន្លាយពេលរហូតដល់5សប្តាហ៍ទៀតឯណោះក៏ប៉ុន្តែលោកថាអាមេរិកនឹងយកឈ្នះហើយនឹងរៀបចំមេដឹកនាំថ្មីដើម្បីយកទៅគ្រប់គ្រងអ៊ីរ៉ង់ប៉ុន្តែលោកមិនបានបញ្ជាក់ថាមេដឹកនាំថ្មីនឹងជាអ្នកណាទេគាត់ថាមានជំរើស3ដែលនឹងជាមេដឹកនាំពីក្រុមដែលប្រឆាំងនឹងរបបដឹកនាំរបស់អ៊ីរ៉ង់ប៉ុន្តែគាត់អត់ប្រាប់ថា3នាក់នឹងជាអ្នកណាទេយើងពិបាកនឹងជឿឬក៏រកអ្នកណាទៅជំនួសដែរព្រោះអីអ៊ីរ៉ង់អត់មានគណៈបកប្រឆាំងណាដែលឡើងមកបានទេសម្រាប់ចោលអស់ហើយអាចមានអ្នកនៅក្រៅប្រទេសឬក៏ត្រូវតែយកមនុស្សនៅក្នុងជួររដ្ឋាភិបាលអ៊ីរ៉ង់ដែលអាចនឹងទាស់ទៅនឹងរដ្ឋាភិបាលហ្នឹងដែលអាមេរិកចិញ្ចឹមឬក៏រក្សាទុកយូរហើយយើងចាំមើលទៅទៀតព្រោះអីនៅក្នុងហ្នឹងនៅពេលដំណាក់កាលណាមួយវាអាចមានអ្នកដែលគេក្រោកបះបោឬក៏អាមេរិកជឿទុកចិត្តថាអាចមានជំហរមួយកណ្ដាលអីចឹងគេសម្លឹងមើលមនុស្សដែលចូលរួមនៅក្នុងការចរចាជាមួយអាមេរិកដែលជួបគ្នានៅក្នុងតុចរចាអីហ្នឹងគេឃើញមនុស្សមួយចំនួនដែលអាមេរិកគិតថាអាចយកមកប្រើបានព្រោះអីខុសពីវេណេស៊ុយឡាគាត់ដូរតែម៉ាឌូរ៉ូឬក៏ម្នាក់ពីរនាក់ហ្នឹងហើយឲ្យមន្ត្រីរាជការដែលធ្លាប់ធ្វើការឲ្យរដ្ឋាភិបាលវេណេស៊ុយឡាបន្តទៅដែរប៉ុន្តែនៅអ៊ីរ៉ង់មិនមែនស្រួលអញ្ចឹងទេព្រោះអ៊ីរ៉ង់ហេដ្ឋារចនាសម្ព័ន្ធនៃការដឹកនាំរដ្ឋគឺផ្ដាច់ការសុទ្ធសាធតែម្ដងអត់មានបកប្រឆាំងទេនិយាយទៅគឺបកប្រឆាំងជាប់គុកអស់ហើយឬក៏សម្លាប់ចោលអស់ហើយអាហ្នឹងហើយដែលធ្វើឲ្យអាមេរិករៀងពិបាកបន្តិចប៉ុន្តែលោកត្រាំគាត់ថានៅតែនឹងរកវិធីយ៉ាងម៉េចដើម្បីឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់ជាអ្នកដែលសម្រេចជោគវាសនារបស់អ៊ីរ៉ង់ដោយរៀបចំឲ្យមានការបោះឆ្នោតដឹកនាំរដ្ឋាភិបាលអីចឹងទៅរឿងនេះហើយយើងអាចថាវាអាចយូរប៉ុន្តែនិយាយពីរឿងគ្រាប់បរមាណូរបស់អ៊ីរ៉ង់វិញថ្ងៃនេះមន្ត្រីជាន់ខ្ពស់ការពារជាតិរបស់អ៊ីរ៉ង់ប្រាប់ថាគ្រាប់បានធ្លាក់ទៅប៉ះចំរោងចក្របរមាណូដែលធំមួយរបស់អ៊ីរ៉ង់គឺដែលមន្ត្រីនេះអះអាងប្រាប់សារព័ត៌មានអន្តរជាតិថា
អាមេរិកកំពុងតែឬក៏អ៊ីស្រាអែលកំពុងរករឿងកន្លែងមជ្ឈមណ្ឌលផលិតបរិមាណូឬរោងចក្រហ្នឹងដែលរោងចក្រហ្នឹងគេថារោងចក្រសម្រាប់ civil ទេសម្រាប់ផលិតអគ្គិសនីសម្រាប់ផលិតថាមពលធម្មតាដែលអត់ប៉ះពាល់នឹងគ្រឿងយោធាទេគេអ៊ីរ៉ង់កំពុងតែយកហេតុផលមួយថាបរោរឿងបរិមាណូគេច្បាស់ជាអាចនឹងប្រើបរិមាណូឬក៏មិនដឹងគាត់អ៊ីរ៉ង់ចង់ប្រាប់ថាអាហ្នឹងជាកន្លែងបរិមាណូសម្រាប់ធ្វើជន civil សម្រាប់ជួយជន civil ទេហេតុអីបានទៅបាញ់កំទេចអីចឹងណាប៉ុន្តែនៅក្នុងពេលដែលអ៊ីរ៉ង់អះអាងបែបហ្នឹងមន្ត្រីអន្តរជាតិផ្នែកខាងគ្រប់គ្រងក្របឬក៏ការសាយភាយបរិមាណូនៅលើពិភពលោកហ្នឹងគឺគាត់បានអះអាងថាមកដល់ម៉ោងនេះគាត់នៅតែប្រកាន់ជំហរដូចម្សិលមិញគាត់និយាយថារោងចក្របរិមាណូរបស់អ៊ីរ៉ង់ទាំងអស់អត់ទាន់មានប៉ះពាល់អីទេអញ្ចឹងម៉ោងនេះនៅពេលដែលមានមន្ត្រីអ៊ីរ៉ង់លើកអញ្ចឹងក៏គាត់លើកអះអាងថាអត់មានតាក់ទងនឹងរឿងកំតិចប៉ះពាល់នៅឡើយទេកុំយកលេសអីអញ្ចឹងទៅដូច្នេះយើងតាមដានព័ត៌មាននឹងតទៅទៀតអ៊ីរ៉ង់កំពុងតែប្រហើបរឿងបរិមាណូអាចចង់ប្រាប់ថាទៅហុកគេដល់បរិមាណូប្រយ័ត្នតែគេប្រឡែងប៉ុន្តែដូចខ្ញុំបានជម្រាបចឹងបងប្អូនបើអ៊ីរ៉ង់ហ៊ានសម្រេចប្រើតែគ្រាប់បរិមាណូតែមួយគ្រាប់ដំបូងហ្នឹងគឺជាមួយគ្រាប់ចុងក្រោយហើយគឺអ៊ីរ៉ង់នឹងទៅជាផេះផង់ហើយព្រោះអីគ្រាប់បរិមាណូរបស់ប្រទេសអ៊ីស្រាអែលរបស់ប្រទេសប្រចាំសម្ព័ន្ធមិត្តអាមេរិកនិងអាមេរិកខ្លួនឯងហ្នឹងគឺមានច្រើនណាស់នៅតំបន់ក្បែរហ្នឹងសុទ្ធតែកញ្ជ្រួចដែលអាចពំគ្រាប់បរិមាណូទៅទម្លាក់លើអ៊ីរ៉ង់ឲ្យទៅជាផេះផង់ក្នុងរយៈពេល24ម៉ោងនេះអញ្ចឹងអ៊ីរ៉ង់នឹងមិនជ្រើសរើសយកការដែលបញ្ចេញអាវុធបរិមាណូនឹងទេបើសិនជាបញ្ចេញបាត់ហើយគេវាយស្រោចខ្លួនឯងហេតុអីបានជាអត់បញ្ចេញបានដោយសារមិនអាចទេបើអាចចេញហ្នឹងគឺខ្ទេចខ្ទីទាំងអស់តែម្ដងដូច្នេះមកដល់ម៉ោងនេះគឺដល់ពេលចរចាព្រោះអីបើតាមលោកណែរដ្ឋលេខាធិការឬក៏រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Pete Hegseth បាននិយាយថាមានមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់បោះដៃមកសុំចរចាហើយដើម្បីឲ្យចប់សង្គ្រាមនេះប៉ុន្តែលោកត្រាំអត់ព្រមលោកត្រាំថាអត់មានការចរចាទេវាយមកប្រាវសិនចាំគិតទៀតប៉ុន្តែគាត់ថាចាំទុនដៃអស់ចាំគិតរឿងចរចាតែគាត់នៅតែរកមនុស្សដើម្បីយកទៅដាក់គ្រប់គ្រងនៅប្រទេសអ៊ីរ៉ង់ហ្នឹងទៅតាមលទ្ធភាពដែលអាចធ្វើទៅបានអានេះជាការអះអាងរបស់លោកត្រាំបើតែយើងឃើញថាគាត់បានសម្រេចទៅដោយរបៀបណាយើងអត់ដឹងសង្គ្រាមនេះคล้ายទៅជាសង្គ្រាមនៅក្នុងតំបន់ពិតហើយបងប្អូនខ្លះថាអូចាំមើលនឹងផ្ទុះទៅជាធំវាមិនមានអីទៅក្អកជាមួយសម្ព័ន្ធមិត្តអាមេរិកបានទេព្រោះម៉ោងណាចក្រភពអង់គ្លេសបានអនុញ្ញាតពីមុនមកអត់ព្រមឲ្យទ័ពអាកាសឬក៏ទ័ពជើងទឹកជើងគោកអីមូលដ្ឋានទ័ពរបស់អង់គ្លេសហ្នឹងឲ្យអាមេរិកអាចប្រើប្រាស់ដើម្បីយកវាយបកអ៊ីរ៉ង់បានទេឥឡូវនេះរដ្ឋមន្ត្រីរបស់អង់គ្លេសចក្រភពអង់គ្លេសប្រកាសជាផ្លូវការថាប្រើបានអត់អីទេយកមូលដ្ឋានទ័ពរបស់អង់គ្លេសយកទៅធ្វើជាកន្លែងដើម្បីយោធាអាមេរិកចោះចតឬក៏ប្រើប្រាស់ដើម្បីវាយបកទៅខាងអ៊ីរ៉ង់វិញយកចោះគាត់ថាអង់គ្លេសមិនទាន់ប្រាប់ថាខ្លួននឹងចូលរួមការប្រយុទ្ធជាមួយអាមេរិកតែអនុញ្ញាតបានន័យថានេះគឺជាភ្លើងខៀវចូលរួមជាមួយអាមេរិកដែរនៅក្នុងសង្គ្រាមអ៊ីរ៉ង់នេះហើយអញ្ចឹងអង់គ្លេសអត់ឈរកដាលឈរអីទេគឺឈរនៅខាងអាមេរិកនិងអ៊ីស្រាអែលដែរក្រៅពីអាមេរិកមានប្រទេសបារាំងនិងអាល្លឺម៉ង់មេដឹកនាំប្រទេសនេះក៏បានបញ្ជាក់ជំហរយ៉ាងច្បាស់ដែរថាពួកគេនឹងការពារសម្ព័ន្ធមិត្តរបស់គេនៅមជ្ឈិមបូព៌ាបានន័យថាម៉េចបងប្អូននៅពេលដែលគេថាការពារបានន័យថាគឺគេនឹងជួយបែកបកទៅអ៊ីរ៉ង់វិញបើសិនជាមានគ្រាប់ឬក៏អីធ្លាក់ចូលនៅក្នុងដែនសម្ព័ន្ធមិត្តរបស់គេដូច្នេះទាំងអង់គ្លេសទាំងបារាំងទាំងអាល្លឺម៉ង់គឺសុទ្ធតែបង្ហាញជំហរថាពួកគេនឹងវាយទៅអ៊ីរ៉ង់ចឹងបានន័យថាអាមេរិកអ៊ីស្រាអែលកាន់តែមានសម្ព័ន្ធមិត្តរបស់ខ្លួនបញ្ជាក់ជំហរមិននៅកណ្ដាលទេគឺឈរនៅខាងអាមេរិកនិងខាងអ៊ីស្រាអែលបានន័យថាម៉េចបានន័យថាអ៊ីរ៉ង់និងសម្ព័ន្ធមិត្តកូនជើងរបស់អ៊ីរ៉ង់កាន់តែរិចរិលទៅហើយអញ្ចឹងសង្គ្រាមនេះ4សប្តាហ៍ទៅ5សប្តាហ៍ខ្ញុំជឿថាបើអ៊ីរ៉ង់ដាក់អាវុធឬក៏សុកចិត្តចោះចាញ់នៅពេលនេះគឺការស្លាប់អាចនឹងតិចការខ្ទេចខ្ទីអាចនឹងតិចជាងនេះប៉ុន្តែជាចរិតរបស់មេដឹកនាំផ្ដាច់ការរបស់អ៊ីរ៉ង់គេនឹងមិនចោះចាញ់ទេគឺរហូតតតែខ្ទេចអស់ប៉ុន្តែខ្ញុំជឿហើយថាមេដឹកនាំមួយក្រុមធំដែលស្លាប់អស់បែបនេះគឺបែកបាក់កូនចៅអស់ហើយអ្នកណាដែលលើកតាំងថ្មីដូចខ្ញុំបានជម្រាបហើយគឺមិនរស់ទេគឺគេនឹងសម្ដេះចោលអីអញ្ចឹងវាជារឿងអកុសលសម្រាប់ក្រុមតស៊ូខាងនោះក៏ប៉ុន្តែអាមេរិកនិងអ៊ីស្រាអែលមិនទុកឲ្យអ្នកទាំងអស់នោះរួចខ្លួនទេព្រោះគេមានភ្នាក់ងារសម្ងាត់គេស៊ើបការសម្ងាត់ដឹងរឿងបងប្អូនយើងឆ្ងល់ទេហេតុអីបានជាមានរឿងហ្នឹងទៅអ៊ីរ៉ង់ហ្នឹងគេគ្រប់គ្រងប្រទេសគេមានកញ្ជ្រួចការពារមានបរិមាណូមានអីមេដឹកនាំគេគ្រប់គ្រងប្រទេស30-40ឆ្នាំហេតុអីបានជាមានរឿងអីឲ្យគេផ្លោងមកប្រាវទៅអាកន្លែងជុំគ្នាហ្នឹងហើយស្រាប់តែស្លាប់មនុស្សអស់ទាំងកបែបនេះដែលជាថ្នាក់ដឹកនាំវាអញ្ចឹងហ៎បងប្អូនការដឹកនាំរបៀបផ្ដាច់ការវាមានមនុស្សនៅក្នុងជួរបកហ្នឹងនៅក្នុងជួររដ្ឋអំណាចហ្នឹងដែលគេក៏រងចាំតែថ្ងៃដើម្បីផ្ដាល់និយាយថាឲ្យតម្រុយទៅខាងយើងថាអ្នកហ្នឹងជាកិញសម្ងាត់កិញហ្នឹងគេមានតែអញ្ចឹងគ្រប់តគ្រប់តកន្លែងទេតែបើយើងធ្វើឲ្យល្អមានតែឈឺក្បាលអីរឿងកិញតែយើងធ្វើឲ្យអាក្រក់គឺនៅថ្ងៃណាមួយគឺអ្នកនឹងរងទោសអញ្ចឹងដោយសារតែមនុស្សនៅជួរក្នុងរចនាសម្ព័ន្ធហ្នឹងព្រោះគេរឿងមនុស្សនឹងលុយ
តែគេទិញបានគឺមនុស្សយើងចឹងឯងគេឲ្យលុយគេឲ្យធានាអីច្រើនយ៉ាងទៅគឺនៅតែគេអាចរកឃើញចឹង CIA របស់អាមេរិកភ្នាក់ងារសម្ងាត់អាមេរិកតាមដានរឿងនេះយូរហើយរាប់ខែហើយគេដឹងទៀតថាទីតាំងនៅកន្លែងណាយើងសង្ស័យថាហេតុអីបានទីតាំងច្បាស់ម្ល៉េះតើតែ GSP សំទោស GPS ដាក់ទៅបានយើងដឹងប៉ុន្តែយើងធ្វើមិនដឹងអា GPS ហ្នឹងក៏គេអាចយកទៅដាក់ជាប់នឹងនរណាម្នាក់ឯងចឹងទៅហើយទៅអង្គុយណាប្រជុំនៅណាទៅយើងដឹងទីតាំងហ្នឹងគឺទម្លាក់អត់មានខុសអីទេដូច្នេះរឿងនេះគឺតែការដឹកនាំរបៀបផ្ដាច់ការយូរប្រទេសប្រជាពលរដ្ឋខ្លួនឯងអ្នកនៅជាមួយក៏ស្អប់ខ្លួនដែរអញ្ចឹងទៅបានជាខ្ញុំគិតថានេះគឺជាសារប្រាប់មេដឹកនាំផ្ដាច់ការនៅលើពិភពលោកឲ្យពង្រឹងការដឹកនាំរបៀបជាបង្រួបបង្រួមផ្សះផ្សាទៅល្អជាងការរងចាំអាថ្ងៃហ្នឹងតើបានប្រយោជន៍អីទ្រព្យសម្បត្តិដែលអស់លោកខំប្រឹងយកមកយកទៅចាយនៅណាក្តៅកាហាយកុហលកាហាយស្លាប់ខ្លួនអស់ទៅទាំងគ្រួសារទាំងអីទាំងអស់វាពិបាកអញ្ចឹងហើយប្រជាពលរដ្ឋគឺគេចាំមើលតិចទៀតតែពេលមានការគ្រប់គ្រងអីស្រួលបួលដោយក្រុមប្រឆាំងហ្នឹងទៅរើកាយផ្ទះអ្នកមានអ្នកអីហ្នឹងអូយអាក្រក់ផ្នែកទៀតហើយរឿងនេះគឺជារឿងសត្យានុម័តទៅតាមបែប logic ចឹងអត់មានអីប្រែប្រួលទេគឺវាទៅតាមផ្លូវហ្នឹងបាទបងប្អូនខ្ញុំស្លេះការផ្សាយរបស់ខ្ញុំប៉ុណ្ណឹងសិនដោយសារថ្ងៃនេះខ្ញុំរវល់ខ្ញុំមិនអាចនៅបានយូរដើម្បីជម្រាបជូនព័ត៌មានគ្រាន់តែថាយើងនឹងជួបគ្នានៅរាត្រីនេះទៀតប៉ុន្តែបងប្អូននៅស្រុកខ្មែរព្រឹកនេះម៉ោង8 កន្លះព្រឹកខ្ញុំនឹងមានសម្ភាសផ្ទាល់ជាមួយនឹងបេក្ខជនខ្មែរអាមេរិកកាំងម្នាក់គឺលោកស្រី Vanna Howard ដែលឈរឈ្មោះជាតំណាងព្រឹទ្ធសភាប្រចាំរដ្ឋ Massachusetts ម្សិលមិញខ្ញុំសម្ភាសលោក Samuel ថ្ងៃនេះខ្ញុំចង់ឮពីស្ត្រីខ្មែរដ៏ឆ្នើមម្នាក់ដែរនៅទីក្រុង Lowell រដ្ឋ Massachusetts នៅម្ដុំហ្នឹងតើគាត់មានអីដើម្បីតបទៅលោក Samuel វិញឬក៏មានអីដើម្បីឲ្យបងប្អូនខ្មែរគិតថាបបោះឆ្នោតឲ្យគាត់គឺសហគមន៍ខ្មែរនឹងមានភាពល្អប្រសើរជារួមឬក៏មានតកតនៅស្រុកខ្មែរដែរបាទសូមរងចាំការសម្ភាសផ្ទាល់ម៉ោង8 កន្លះព្រឹកនេះនៅស្រុកខ្មែរដែលត្រូវនឹងម៉ោង5 កន្លះនៅឯ Lowell ហើយនៅ8 កន្លះនៅ Lowell 8 កន្លះយប់នេះនៅ Lowell និងម៉ោង5 កន្លះល្ងាចនេះនៅទីក្រុង Long Beach រដ្ឋ California បាទសូមអរគុណច្រើនបងប្អូនខ្ញុំសូមជម្រាបលាត្រឹមប៉ុណ្ណឹងបាទរាត្រីសួស្តីនិងអរុណសួស្តីបងប្អូននៅសហរដ្ឋអាមេរិក